ប្អូនអាចជ្រើសពាក្យថា no save បាទហើយបន្ទាត់នេះគឺយើងត្រូវការដោះហើយយើងចុចកន្លែង save outline ដូចគ្នាហើយបាទអញ្ចឹងយើងបានឃើញអញ្ចឹងបងប្អូនអាចពេញព្រំតិចទៀតកុំឲ្យវាតែសបាទអញ្ចឹងបងប្អូនអាចដាក់ត្រង់កន្លែងនេះសាច់បងប្អូនអាចពេញចិត្តបាទចឹងឧទាហរណ៍ខ្ញុំប៉ុណ្ណឹងសោះបាទជំហានបន្ទាប់យើងត្រូវការដាក់អក្សរនេះបាទដាក់អក្សរនេះនៅក្នុងត្រង់ចំណុចនេះបាទអញ្ចឹងដើម្បីអាចធ្វើវាបានបងប្អូនចូលមកកាន់ insert ដូចគ្នាហើយជ្រើស save ដូចតែមិញបងប្អូនអាចឲ្យយកមកពុះបាទសួស្តីបងប្អូនទាំងអស់គ្នាវិលត្រឡប់មកជួបគ្នាសាជាថ្មីជាមួយនឹងคลิปវីដេអូរបស់ខ្ញុំបាទអញ្ចឹងថ្ងៃនេះវីដេអូខ្ញុំធ្វើបង្ហាញរឿងប្លែកតាក់ទងទៅនឹងការធ្វើនៅ invoice ងាយបាទនៅក្នុងកម្មវិធី Word ជាឧទាហរណ៍អញ្ចឹងចំពោះបងប្អូនដែលគាត់ជាម្ចាស់អាជីវកម្មឬក៏ក្រុមហ៊ុនដែលគាត់ដូចជាខាងគ្រឿងសំណង់ខាងសម្អាតការចុងភៅឬក៏ប៉ះម៉ូតូអញ្ចឹងឬក៏លក់អីវ៉ាន់អីផ្សេងៗគឺបងប្អូនតែមាននៅវិក័យប័ត្រនេះដើម្បីទូទាត់ឲ្យភ្ញៀវបាទអញ្ចឹងអានេះគឺជាការឧទាហរណ៍ទេមិនមែនរបស់ខ្ញុំទេបាទមិនមែនក្រុមហ៊ុនរបស់ខ្ញុំទេអានេះខ្ញុំគ្រាន់តែឧទាហរណ៍ឲ្យបងប្អូនអរគ្នាមើលបាទហើយក៏វាមិនមែនជាជំនាញរបស់ខ្ញុំដែរអានេះគឺជាការdesign របស់ខ្ញុំទេបាទអញ្ចឹងបងប្អូនបើគិតថាមើលទៅតំណងឬក៏មានប្រយោជន៍បងប្អូនអាចធ្វើតាមនឹងបានបាទអញ្ចឹងមុននឹងឈានទៅដល់ការធ្វើចំពោះបងប្អូនដែលថ្មីដែលមិនទាន់ជួយចុច subscribe របស់ខ្ញុំបងប្អូនសូមជួយចុច subscribe នៅ channel របស់ខ្ញុំមួយផងបាទហើយមិនទាន់ follow page បងប្អូនអាច follow page របស់ខ្ញុំមួយផងបាទអញ្ចឹងកុំឲ្យខាត់ពេលយើងចូលទៅធ្វើទាំងគ្នាជាដំបូងយើងចូលមកកាន់ Microsoft Word បាទ Office Word មកបាទអញ្ចឹងនេះគឺឧទាហរណ៍របស់ខ្ញុំចាស់បាទអញ្ចឹងខ្ញុំអត់លុបទេខ្ញុំបង្កើតនៅ new project មួយទៀតបងប្អូនបង្កើតមួយទៀតមកបាទអញ្ចឹងនេះតារាងកិច្ចការរបស់យើងបាទអញ្ចឹងដើម្បីដាក់អាស៊ុំពណ៌ខៀវនេះបានយើងធ្វើយ៉ាងម៉េចគឺយើងត្រូវការគូសដើម្បីគូសបានបងប្អូនត្រូវចូលទៅកាន់ save បាទដើម្បីចូលហ្នឹងបងប្អូនសូមចូលមកកាន់ insert មកហើយជ្រើស save មួយដើម្បីយកមកគូសនៅក្នុងសិលកិច្ចការរបស់យើងបាទអញ្ចឹងខ្ញុំជ្រើសរើស save មួយនេះបាទហើយយើងចង់គូសអានេះយើងចង់គូសប៉ុន្មានសាច់តែបងប្អូនចង់ដាក់បាទឥឡូវឧទាហរណ៍តែខ្ញុំដាក់ប៉ុណ្ណេះចុះបាទអញ្ចឹងពេលយើងគូសបងប្អូនមើលកន្លែងពណ៌លឿងបងប្អូនអាចបរិច្ចាគឲ្យកងបានឲ្យស្មើបានសាច់បងប្អូនឧទាហរណ៍ខ្ញុំយកប៉ុណ្ណេះបាទប៉ុណ្ណេះចុះបាទហើយយើងអូវាដាក់កែមខាងលើបាទអញ្ចឹងជំហានបន្ទាប់ពេលបងប្អូនចុចចេះគឺវានៅជាប់បន្ទាត់ស៊ុំសងខាងនេះបាទអញ្ចឹងយើងអត់ត្រូវការបន្ទាត់ស៊ុំសងខាងទេអញ្ចឹងដើម្បីបដាច់បន្ទាត់នឹងបានបងប្អូនអុកលើហ្នឹងមកហើយជ្រើសរើសពាក្យថានេះ save outline ហើយបងប្អូនចុចលើហ្នឹងជ្រើសពាក្យថា no outline បាទអញ្ចឹងបន្ទាត់ស៊ុំសងខាងនេះគឺវាដាច់បាទអញ្ចឹងជំហានបន្ទាប់យើងត្រូវការនេះដាក់នេះមកខាងទៀតអញ្ចឹងដើម្បីអាចធ្វើវាបានបងប្អូនគ្រាន់តែ copy នេះមកឬក៏ចុច control ហើយម៉ៅមកអូបាទចូលមកដាក់នេះបាទជំហានបន្ទាប់បងប្អូនគ្រាន់តែវាជា2យ៉ាងមកអានសាច់បងប្អូនចង់ដាក់អានសាច់បងប្អូនបាទអាសញ្ញាពណ៌លឿងនេះបងប្អូនអាចព្រីព្រូខ្ញុំហើយយើងយកដាក់ខាងលើហើយអូវាផុតបាទជំហានបន្ទាប់គឺយើងត្រូវការដាក់នេះដាក់ពី save 2ហ្នឹងដើម្បីចូលក្នុងក្រុមតែមួយបាទអញ្ចឹងដើម្បីដាក់វាចូលក្នុងក្រុមតែមួយបាទបងប្អូនសូមចុច save ទី1មកហើយបងប្អូនសូមចុច 10ហើយចុចលើ save ទី2ហើយ mouse start សូមតោះនៅទៀត save ទី1ចុច 10ហើយ mouse start ជ្រើសរើសពាក្យថានេះក្រុមហើយចុចលើហ្នឹងបាទអញ្ចឹងវានៅក្នុងក្រុមតែមួយបងប្អូនអាចទិញវាបានមើលទេឃើញវានៅក្នុងក្រុមតែមួយបាទអញ្ចឹងខ្ញុំដាក់ខាងលើវិញ
បាទចឹងនៅពេលដែលវាស្ថិតនៅក្នុងគ្រប់តែមួយបងប្អូនអាចទេញឲ្យធំឲ្យតូចបានស្រេចតម្រូវការចិត្តបងប្អូននេះបងប្អូនទេញឲ្យដាក់ឲ្យធំយ៉ាងនឹងទៅបានស្រេចបងប្អូនតែខ្ញុំយកប៉ុណ្ណឹងចោលបាទជំហានបន្ទាប់បងប្អូនត្រូវការសរសេរអក្សរនេះសរសេរអក្សរនេះដើម្បីដាក់នេះបាទអញ្ចឹងដើម្បីអាចធ្វើបែបនេះបានបងប្អូនសូមចូលមកកាន់ insert ហើយ save ហើយជ្រើសពាក្យថា text box នេះបាទហើយយើងយកមកគូសនៅនឹងបាទអញ្ចឹងពេលគូសអញ្ចឹងបងប្អូនអាចសរសេរអក្សរប៉ុន្តែខ្ញុំអត់សរសេរខ្ញុំសូម copy ព្រោះវាច្រើនដែរខ្ញុំសូម copy យកនេះមកតែម្ដង copy ហើយ paste បាទអញ្ចឹងនេះគឺអក្សររបស់យើងបាទអញ្ចឹងវានឹងជាប់ស៊ុំពណ៌សដើម្បីដោះស៊ុំពណ៌សបានបងប្អូនចុចលើហ្នឹងហើយជ្រើសរើសពាក្យថានេះ save full បងប្អូនអាចជ្រើសរើសពាក្យថា no save បាទហើយបន្ទាត់នេះគឺយើងត្រូវការដោះហើយយើងចុចកន្លែង save outline ដូចគ្នាហើយបាទអញ្ចឹងយើងបានឃើញអញ្ចឹងបងប្អូនអាចពេញព្រំតិចទៀតកុំឲ្យវាដាច់សោះបាទអញ្ចឹងបងប្អូនអាចដាក់ត្រង់កន្លែងនេះសាច់បងប្អូនអាចពេញចិត្តបាទចឹងឧទាហរណ៍ខ្ញុំប៉ុណ្ណឹងសោះបាទជំហានបន្ទាប់យើងត្រូវការដាក់អក្សរនេះបាទដាក់អក្សរនេះនៅក្នុងត្រង់ចំណុចនេះបាទអញ្ចឹងដើម្បីអាចធ្វើវាបានបងប្អូនចូលមកកាន់ insert ដូចគ្នាហើយជ្រើស save ដូចតែមិញហ្នឹងបងប្អូនអាចយកមកពុះបាទចាំមកពុះហើយបងប្អូនអាចសរសេរមកស្រេចតែបងប្អូនចង់សរសេរត្រង់ចំណុចនេះប៉ុន្តែខ្ញុំអត់សរសេរខ្ញុំសូម copy អានេះយកអាចចាស់ចុះហើយជួយ copy ហើយយកមកបាទចឹងនេះសបរបស់យើងបងប្អូនអាចសរសេរដាក់យ៉ាងម៉េចស្រេចតែបងប្អូនឆ្លាញ់ចង់បានតែខ្ញុំសូមដាក់ចាស់បាទចឹងវានៅជាប់បន្ទាត់នឹងជាប់ស៊ុំពណ៌ខៀវពណ៌សចឹងដើម្បីដោះបងប្អូនចូលដូចគ្នាមកចុចវា2ដងនេះហើយចូលកន្លែង save full ជ្រើសពាក្យ save បន្ទាត់នេះយើងត្រូវការដោះដែរបាទចឹងប៉ុណ្ណឹងចឹងបងប្អូនអាចដង្កល់ដាក់កន្លែងណាតាមបងប្អូនចង់ខ្ញុំសូមដាក់ប៉ុណ្ណឹងចុះជំហានបន្ទាប់យើងត្រូវការសរសេរអក្សរនេះដើម្បីយកដាក់ត្រង់ចំណុចនេះចឹងបងប្អូនអាចចូល insert ដូចគ្នាដូចតែមិញចឹងបងប្អូនចូល insert ហើយជ្រើស save ហើយ text ឲ្យគូសមកបាទចឹងខ្ញុំសូម copy បាទខ្ញុំយកប៉ុណ្ណឹងបាទចឹងយកប៉ុណ្ណឹងបន្ទាប់មកយើងត្រូវការយកនេះដាក់ក្រោមកន្លែងនេះបាទអញ្ចឹងចូលកន្លែង save ដូចគ្នា insert ហើយ save ហើយ text គូអូសំតោ process ចូល save insert save ហើយ text យកមកពីបាទប៉ុណ្ណឹងអញ្ចឹងបងប្អូនឆ្លាញ់ប៉ុណ្ណាបងប្អូនអាចដាក់តាមតែចំណង់ចិត្តបងប្អូនបាទអញ្ចឹងឧទាហរណ៍តែប៉ុណ្ណឹងចុះបាទសុំស្រីតែបាទអញ្ចឹងបាទអញ្ចឹងបានប៉ុណ្ណឹងឃើញដូចទេបងប្អូនអញ្ចឹងវានៅជាប់បន្ទាត់ពណ៌នេះជាប់បន្ទាត់សងខាងអញ្ចឹងយើងអត់ត្រូវការឲ្យជាប់បន្ទាត់នោះទេដើម្បីដោះបានបងប្អូនចុចកន្លែងនឹង2ដងហើយជ្រើសរើសពាក្យថា save outline ហើយ no outline នេះដូចគ្នាបាទអញ្ចឹងវាឡើងជាប់បាទអញ្ចឹងបានប៉ុណ្ណឹងជំហានបន្ទាប់យើងត្រូវការនេះដាក់តារាងបាទគឺជាចំណុចសំខាន់បាទអញ្ចឹងដើម្បីអាចធ្វើបែបនេះបានបាទជំហានដំបូងបងប្អូនទាំងអស់គ្នាសូមចូលមកកាន់ insert ហើយជ្រើសពាក្យ table